คุมថ្មពួកសូមរីការរបស់តាមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមប្រាក់ដាវីតប្រធានក្រុមការងារថ្នាក់ជាតិចោះជួយមូលដ្ឋានស្រុកថ្មពួកលោកអែមសុខាអភិបាលនៃគណៈអភិបាលស្រុកថ្មពួកនៅថ្ងៃទី7ខែឧសភាឆ្នាំ2025បានចាត់តាំងក្រុមការងារថ្នាក់ស្រុកចំនួន9នាក់ដឹកនាំដោយលោកឈើឈឿមលោកស្រីខាត់ភ័ណ្ឌចុះយុទ្ធនាការពិនិត្យផ្ទៀងផ្ទាត់ខុសទិន្នន័យអត្រាគ្រោះថ្នាក់អត្តសញ្ញាណប័ណ្ណនៅតាមបណ្ដាភូមិទាំង7ក្នុងឃុំថ្មពួកដើម្បីរៀបចំបែបបទនីតិវិធីការស្នើសុំកែសម្រួលទិន្នន័យអត្រាគ្រោះថ្នាក់និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងយុទ្ធនាការនោះផងដែរឯកឧត្តម ងៅ ប៊ុនឋានប្រធានក្រុមការងារចុះជួយឃុំថ្មពួកបានជួយឧបត្ថម្ភជាថវិកាសម្រាប់ការដោះស្រាយបាយទឹកក្រុមការងារក្នុងមួយថ្ងៃចំនួន 15,000 រៀលផងដែរសូមគោរពជូនជ្រាបជារបាយការណ៍ថ្ងៃនៅក្នុងនាមប្រធានក្រុមប្រឹក្សាគុំថ្មពួកដូចជាក្នុងនាមគ្រូខ្ញុំផ្ទាល់សូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះលោកអែមសុខាអភិបាលស្រុកថ្មពួកបានរៀបចំក្រុមការងារថ្នាក់ស្រុកមកចោះជួយពិនិត្យនិងទៀងទាត់ទិន្នន័យអត្រានុកូលដ្ឋានដែលមានការខុសជូនប្រជាពលរដ្ឋនៅក្នុងគុំថ្មពួករបស់ខ្ញុំបាទជាក់ស្ដែងថ្ងៃនេះលោកបានចាត់តាំងលោកឈើជឿមអភិបាលរងស្រុកតំណាងរបស់លោកចុះមកប្រចាំការផ្ទាល់ហើយជាមួយនឹងមន្ត្រីថ្នាក់ស្រុកបាទចុះនៅប្រចាំការនៅសាលាឃុំនេះហើយក្នុងឱកាសនេះដែរសូមទាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំថ្មពួកទាំងអស់ដែលមានការខុសទិន្នន័យសម្បត្តិកំណើតសម្បត្តិអាពាហ៍ពិពាហ៍សម្បត្តិមរណភាពហើយនឹងខុសអត្តសញ្ញាណប័ណ្ណសូមពុកម៉ែបងប្អូនទាំងអស់យកឯកសារដើម្បីមកធ្វើការទៀងទាត់នៅរដ្ឋបាលឃុំថ្មពួកហើយក្នុងនោះបើឃើញថាខុសយើងនឹងរៀបចំបែបបទនីតិវិធីដើម្បីកែតម្រូវបាទដើម្បីកែតម្រូវហើយក្នុងថ្ងៃនេះដែរក៏មានក្រុមការងាររបស់ប៉ុស្តិ៍រដ្ឋបាលក៏កើតមកចាំទទួលបម្រើសេវាជូនពុកម៉ែបងប្អូនដែរដូចជាខុសសភៅគ្រួសារខុសអត្តសញ្ញាណប័ណ្ណអីចង់កែអត្តសញ្ញាណប័ណ្ណអីក៏នឹងណែនាំជូនពុកម៉ែបងប្អូននឹងរៀបចំឯកសារតាមនីតិវិធីជូនដើម្បីធ្វើការកែបាទហេតុនេះសូមឲ្យពុកម៉ែបងប្អូនទាំងអស់បាទមកជួយមកសាលាឃុំដើម្បីទៀងទាត់និងដាក់ពីកែរបស់គ្នាបាទសូមអរគុណបាទថ្ងៃនេះក្រុមការងារថ្នាក់ស្រុកដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនិងលិខិតរបស់ក្រសួងមហាផ្ទៃក្នុងការចុះទៀងទាត់ទិន្នន័យការងារអត្រាគ្រោះថ្នាក់ដែលខុសទី2គឺការកែតម្រូវទិន្នន័យអត្តសញ្ញាណប័ណ្ណដែលខុសជាមួយនឹងទិន្នន័យអត្រាគ្រោះថ្នាក់អញ្ចឹងផ្អែកតាមផែនការរបស់ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកមកពួកនិងដោយបានអនុសាសន៍ពីឯកឧត្តមឧបត្រីអភិបាលវិទ្យាបាខេត្តគឺមន្ត្រីលោកបានជំរុញដល់រដ្ឋបាលក្រុងស្រុកទាំងអស់ជាពិសេសរដ្ឋបាលក្រុងមកពួកដើម្បីចុះក្រុមការងារនៅតាមបណ្ដាឃុំទាំង6អញ្ចឹងថ្ងៃនេះយើងបានធ្វើនៅឃុំហោពួកអញ្ចឹងឃុំហោពួកយើងធ្វើ2ថ្ងៃហើយនឹងបន្ត2ថ្ងៃទៀតនៅឃុំហោពួកអញ្ចឹងយើងធ្វើវិលជុំគ្រប់ឃុំទាំង6នៃស្រុកហោពួកគឺយើងធ្វើឲ្យចប់អញ្ចឹងជំហានទី1នេះគឺយើងពិនិត្យនិងទៀងទាត់ទៅលើតែបងប្អូនប្រជាពលរដ្ឋដែលខុសទិន្នន័យអត្រាគ្រោះថ្នាក់និងទិន្នន័យនៅក្នុងតាសញ្ញាប័ណ្ណជុំទី1ជុំទី2យើងធ្វើការទៀងទាត់ប្រជាពលរដ្ឋទូទៅបាទប្រជាពលរដ្ឋទូទៅទាំងអស់ដោយសារផែនការយើងជំរុញធ្វើម៉េចឲ្យទាន់ពេលវេលាក្នុងការស្នើសុំកែតម្រូវទៅក្រសួងមហាផ្ទៃគឺមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងទៅតុលាការបាទនេះជាជំហានដែលយើងត្រូវធ្វើនេះហើយចឹងហើយជំរាបតែអញ្ជើញឬក៏ជំរាបតែបងប្អូនប្រជាពលរដ្ឋដែលគិតថាគិតខុសទិន្នន័យដែលយកមកធ្វើការងារហើយដោយឡែកយើងនឹងបន្តធ្វើជាប្រតិបត្តិទៅយើងចង់ថាយើងបន្តនឹងពិនិត្យបានគ្រប់គ្នានៅក្នុងស្រុកមកពួកយើងនេះបាទហើយខ្ញុំមិនមានអីទេមានតែប៉ុណ្្នឹងសូមអរគុណបាទក្នុងនាមនៃឃុំថ្មពួកសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងឃុំថ្មពួកបាទដែលមានការខុសអត្រានុកូលដ្ឋានដូចជាខុសឈ្មោះនៅក្នុងសម្បត្តិកំណើតសម្បត្តិអាពាហ៍ពិពាហ៍សម្បត្តិមរណភាពខុសឈ្មោះខុសថ្ងៃខែឆ្នាំកំណើតខុសឆ្នាំខ
ខុសអក្ខរាវិរុទ្ធឬក៏ខុសស្រៈជាងជំនះអីសូមអញ្ជើញពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់បាទកាន់យកឯកសារដើម្បីមកធ្វើការផ្ទៀងផ្ទាត់នៅសាលាឃុំថ្មពួកដោយចាប់ពីថ្ងៃទី7នេះទៅលោកអភិបាលស្រុកលោកអែមសុខាអភិបាលស្រុកថ្មពួកបានចាត់តាំងក្រុមការងាររបស់គាត់ចុះមករដ្ឋបាលឃុំសហការជាមួយរដ្ឋបាលឃុំដើម្បីធ្វើការផ្ទៀងផ្ទាត់ការខុសទិន្នន័យសម្បត្តិកំណើតអត្រានុកូលដ្ឋានរបស់បងប្អូនហេតុនេះហើយក្នុងនាមរដ្ឋបាលឃុំសូមជម្រាបជូនដំណឹងដល់បងប្អូនជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងឃុំថ្មពួកបាទដែលមានការខុសឈ្មោះនៅក្នុងអត្រានុកូលដ្ឋានសម្បត្តិកំណើតសូមពុកម៉ែបងប្អូនអញ្ជើញមកកាន់សាលាឃុំកាន់ទាំងឯកសារបាទកាន់ទាំងឯកសារមកទាំងអស់បាទទាំងក្រុមគ្រួសារនឹងមកទាំងអស់ដើម្បីធ្វើការផ្ទៀងផ្ទាត់នៅគោលបញ្ជីបើសិនជាមានការខុសក្រុមការងារស្រុកដូចជារដ្ឋបាលឃុំនឹងរៀបចំបែបបទនីតិវិធីសូមធ្វើការកែតម្រូវជូនពុកម៉ែបងប្អូនបាទដើម្បីឲ្យពុកម៉ែបងប្អូនហ្នឹងមានការត្រឹមត្រូវទាំងសម្បត្តិកំណើតតញ្ញាណប័ណ្ណឲ្យស៊ីគ្នាបាទថាឲ្យត្រឹមត្រូវព្រោះកន្លងមកនេះឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមានការខុសច្រើនសម្បត្តិកំណើតអត់ស៊ីគ្នាជាមួយតញ្ញាណប័ណ្ណអត់ត្រូវគ្នាជាមួយសភៅគ្រួសារហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បាទអញ្ជើញមករដ្ឋបាលឃុំថ្មពួកដើម្បីមកផ្ទៀងផ្ទាត់គោលវិធីនិងរៀបចំបែបបទនីតិវិធីសូមកែបាទសូមកែតម្រូវបាទសូមអរគុណ